បាទស្វាគមន៍ប្រិយមិត្តមកកាន់ podcast ខ្វិតផ្អែមរបស់យើងនេះជាការផ្សាយទី1របស់ podcast ខ្វិតផ្អែមរបស់យើងថ្ងៃនេះដែរជាមួយនឹងដៃគូមួយរូបគឺបងលីហេយើងនឹងជជែកគ្នាខ្លីមួយជាការចាប់ផ្ដើមនៃការផ្សាយដោយសារថ្ងៃនេះគឺជាថ្ងៃដែលរបបទីក្រុងភ្នំពេញគេប្រកាសថាជាទិវាជ័យជំនះរបស់គេ7មករាដូច្នេះយើងនឹងជជែកគ្នាអំពីថាតើ7មករានិង$23មានន័យខុសគ្នាយ៉ាងដូចម្ដេចបាទដូច្នេះជាដំបូងសូមជម្រាបសួរបងលីហេងបាទសូមជម្រាបសួរជំរាបបាទមុននឹងយើងចូលដល់ការជជែកគ្នាអំពីប្រធានបទរបស់យើងចង់សួរបងថាតើបច្ចុប្បន្ននេះនៅសហរដ្ឋអាមេរិកអាកាសធាតុយ៉ាងណាដែរបងនៅទីក្រុងប៉ារីថ្ងៃនេះមានការធ្លាក់ព្រិលបន្តិចដើរតាមផ្លូវនោះឡើងល្អិលជើងពេញផ្លូវដោយសារសិតតែព្រិលចុះនៅអាមេរិកវិញបងជំនាញមិនខុសពីប៉ារីសទេព្រោះយើងខែ winter ខែត្រជាក់មានព្រិលធ្លាក់វាធ្វើឲ្យល្អិលមានអីចឹងទៅបើសិនបើយើងមិនប្រយ័ត្នណាវាជាធម្មតាទេសម្រាប់ប្រទេសប្រជាធិបតេយ្យហើយប្រទេសដែលមានមួយឆ្នាំ4រដូវវាខុសប្លែកពីប្រទេសយើងដែលមួយឆ្នាំ2រដូវហើយអំណោយផលដល់កសិកម្មមែនទេបាទហើយចុះការរស់នៅសហរដ្ឋអាមេរិកនៅខែត្រជាក់នេះពលរដ្ឋអាមេរិកគេធ្វើអីភាគច្រើនបងខែត្រជាក់នេះក្រៅយើងដឹងថានៅពេលខែ summer ទៅប្រជាពលរដ្ឋអាមេរិកគេទៅលេងសមុទ្រទៅដើរលេងភ្នំទៅដើរលេងអីចុះខែត្រជាក់អំឡុងពេលឆ្លងឆ្នាំចូលឆ្នាំថ្មីនេះតើជនជាតិអាមេរិកភាគច្រើនគេធ្វើអ្វីហើយគេទៅណាបងមានដឹងទេភាគច្រើនគឺការជួបជុំគ្រួសារជាពេលវេលាសម្រាប់តាំងពីបុណ្យ Thanksgiving មកដល់បុណ្យ Christmas ក៏ដូចជា New Year នេះដូចគ្នាគឺភាគច្រើនគឺពួកគាត់ជួបជុំគ្រួសារហើយបើមិនចេះទេគឺពួកគាត់នាំគ្នាទៅលេងតំបន់ក្តៅដូចខាង Florida ដូចខាងអីចឹងទៅដែលជាតំបន់សមុទ្រតំបន់ក្តៅទទួលរងនៅតំបន់ត្រជាក់ចឹងជំនាញបាទបងអញ្ចឹងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមជជែកគ្នាអំពីប្រធានបទរបស់យើងដែលក្តៅកគុកក្តៅដូចបាយពុះគឺដោយសារថ្ងៃនេះគឺជាថ្ងៃ7មករាហើយរបបទីក្រុងភ្នំពេញគេរំលឹកខួប7មករាដែលជាគេហៅថាជាទិវាជ័យជំនះរបស់គេបើយើងគិតមើល7មករា1970 7មករា2026គឺមានរយៈពេលជាង40ឆ្នាំជិត50ឆ្នាំមកហើយខ្វះតែ3ឆ្នាំទៀត50ឆ្នាំហើយលោកហ៊ុនសែនគាត់បានដឹកនាំប្រទេសតាំងពីឆ្នាំ1985មកដល់2023គឺ38ឆ្នាំបច្ចុប្បន្នគឺកូនប្រុសរបស់គាត់អ្នកកាន់អំណាចហើយគេនៅតែមិនភ្លេចទិវាជ័យជំនះ7មករារបស់គេកាន់អំណាចហើយបន្តអំណាចជំនាញគាត់កាន់អំណាចឪពុកកាន់អំណាចហើយបន្តមកគាត់បតក់អំណាចនឹងទៅឲ្យកូនគាត់ឥឡូវកូនគាត់អ្នកយកអាទឹកដែលឪពុកគាត់បតក់ឲ្យហ្នឹងយកមកកាន់អំណាចខ្លួនឯងហើយចេះបងយើងឃើញថាព្រឹត្តិការណ៍ថ្ងៃ7មករាឆ្នាំ1979ហ្នឹងមិនមែនជាការរំដោះប្រទេសកម្ពុជាឲ្យរួចខ្លួនពីរបបផ្ដាច់ការទេទោះបីផុតពីរបបបល័យពូជសាសន៍ប៉ុលពតប៉ុន្តែចូលរបបផ្ដាច់ការថ្មីចំពោះបងថាតើការដែលពឹងពាក់កងទ័ពបរទេសឲ្យមកកម្ចាត់របបបល័យពូជសាសន៍ឲ្យកងទ័ពបរទេសនៅពេញដែនដីប្រទេសកម្ពុជានឹងចន្លោះពីឆ្នាំ79រហូតដល់ឆ្នាំ91ថាតើប្រទេសកម្ពុជាបានបាត់បង់អីខ្លះហើយគ្រោះថ្នាក់អីខ្លះបងជំនាញគឺវាប្រសិនបើយើងមើលទៅអតីតកាលហើយមើលបច្ចុប្បន្នកាលគឺប៉ិតណាក្នុងកសែតភ្នែករបស់អ្នកកាន់អំណាចបែបផ្ដាច់ការគឺគេគិតថាវាប្លែកគ្នាវាខុសគ្នាច្រើនប៉ុន្តែអ្នកដែលឃើញពីទស្សនវិស័យឃើញពីរបបប្រជាធិបតេយ្យប្រទេសជឿនលឿនគេនឹងឃើញភាពខុសគ្នាមិនខុសគ្នាទេសួរថាមិនខុសគ្នាយ៉ាងម៉េចតាំងពីតំបន់សម័យប៉ុលពតមកដល់បច្ចុប្បន្នវាខុសគ្នាថាមេដឹកនាំទេប៉ុលពតគឺដឹកនាំសម្រាប់ប្រជាពលរដ្ឋ
បំបត្តិសាលារៀនលុបបំបត្តិសាសនាវប្បធម៌អីផ្សេងជាដើមទៅរហូតមកដល់សម័យបច្ចុប្បន្នក្រោមការដឹកនាំលោកហ៊ុនសែនក្រោមការជួយពី7មករាដែលជំនាញលើកឡើងហ្នឹងជំនាញគឺគេនិយាយថាជាថ្ងៃដែលជ័យជំនះនាំឲ្យកម្ពុជាជ័យជំនះតាមពិតទៅគឺជ័យជំនះ7មករាដែលគេនាំមកនេះគឺនាំមកឲ្យជ័យជំនះសម្រាប់គ្រួសារលោកហ៊ុនសែនតែប៉ុណ្ណោះមិនមែនសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូលនោះទេបាទបងចុះបើយើងក្រឡេកមើលចន្លោះឆ្នាំ79ដល់ឆ្នាំ91គឺរយៈពេល12ឆ្នាំហ្នឹងកងទ័ពយួននៅពេញប្រទេសកម្ពុជាមុននឹងមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីសតម្រូវឲ្យកងទ័ពយួនដកចេញពីប្រទេសកម្ពុជាសួរថាចន្លោះពេល12ឆ្នាំហ្នឹងលោកហ៊ុនសែនធ្វើអីខ្លះទៅកាន់យួនបានជាយួនហ៊ានលើកបន្ទប់លោកហ៊ុនសែនឲ្យកាន់អំណាចមកដល់សប្តាហ៍ថ្ងៃពីព្រោះបើយើងគិតមើលទៅឆ្នាំ79ភ្លាមគេបានបកគលអំណាចឲ្យទៅលោកសំទោសគាត់ជាអតីតតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិខ្ញុំភ្លេចឈ្មោះគាត់ប៉ែនសវណ្ណបាទលោកប៉ែនសវណ្ណបន្ទាប់មកទៀតគេចាប់លោកប៉ែនសវណ្ណដាក់គុកដោយសារមិនធ្វើតាមកងទ័ពយួនដែលឈ្លានពានគេឲ្យទៅលោកចាន់ស៊ីក៏មិនបានធ្វើតាមយួនឈ្លានពានក៏គេសម្លាប់លោកចាន់ស៊ីហើយគេដាក់ពេលនោះលោកហេងសំរិនឲ្យកាន់អំណាចរហូតដល់ឆ្នាំ85សួរថាលោកហេងសំរិនគាត់ស្របតាមយួនឈ្លានពានគាត់ធ្វើតាមយួនឈ្លានពានរហូតមកដល់សប្តាហ៍ថ្ងៃគាត់នៅតែមានជីវិតគេមិនត្រូវបានគេសម្លាប់ដោយលោកចាន់ស៊ីហើយក៏មិនត្រូវបានគេចាប់ដាក់គុកដោយលោកប៉ែនសវណ្ណដែរសួរថាពីឆ្នាំ81រហូតដល់ឆ្នាំ85ហេតុអីបានជាមានការផ្លាស់ប្ដូរពីហេងសំរិនទៅហ៊ុនសែនវិញតើបងអាចវិភាគដឹងទេថាមូលហេតុអីបើយើងប្រមាលមើលទៅថាមូលហេតុអីបានជាយួនគេដូរពីហេងសំរិនដាក់ទៅហ៊ុនសែនវិញអត់មានអីពិបាកអីចឹងទៀតយើងមើលកលៈទេសៈបច្ចុប្បន្ននេះយើងមើលកលៈទេសៈបច្ចុប្បន្នហើយភ្ជាប់ទៅនឹងអតីតកាលប្រជាពលរដ្ឋខ្មែរជាពិសេសគឺយុវជនខ្មែរដែលមានបញ្ញាឆ្លៀសវៃខាងប្រព័ន្ធបច្ចេកវិទ្យាគាត់ជាអាចយល់ហើយអាចស៊ើបមើលដឹងឆែកមើលដឹងបាទយើងមើលបច្ចុប្បន្នតើគ្រួសារតកោហ៊ុនហើយលោកហ៊ុនសែននឹងការពារអ្នកណាជាងគេការពារប្រជាពលរដ្ឋខ្មែរឬក៏ការពារជនជាតិយួនយើងមើលដោយសារតែលោកប៉ែនសវណ្ណលោកចាន់ស៊ីដែលយួនលើកបន្តហើយពួកគាត់មិនព្រមធ្វើតាមការនោះគឺសម័យក5ដែលផ្ដួលរំលំរបបប៉ុលពតដូចហើយរបបសម័យខ្មែរក្រហមហ្នឹងក៏បានតែងតាំងលោកប៉ែនសវណ្ណហើយឲ្យលោកប៉ែនសវណ្ណធ្វើតាមផែនការគម្រោងការរបស់គេបំផ្លាញប្រជាពលរដ្ឋខ្មែរបំផ្លាញខ្មែរនឹងយ៉ាងម៉េចទៀតគឺបំផ្លាញធនធានមនុស្សបំផ្លាញអរិយធម៌បំផ្លាញវប្បធម៌ហើយមិនឲ្យមានយុវជនជាពិសេសគឺប្រជាពលរដ្ឋឲ្យមានចំណេះដឹងអីផ្សេងយល់ដឹងពីសង្គមដើម្បីឲ្យសង្គមកម្ពុជាយើងមានរីកចម្រើនប៉ុន្តែចំពោះមកដល់លោកហេងសំរិនហើយមកដល់លោកហ៊ុនសែនលោកហេងសំរិនគឺគាត់មិនមានសមត្ថភាពធ្វើអ្វីទើបលោកហ៊ុនសែននឹងបដិញ្ញាអះអាងធ្វើកិច្ចការងារទាំងនោះដល់រហូតដល់ក5ដែលកែនកម្លាំងកងទ័ពយកទៅកាប់សម្លាប់ចោលហ្នឹងគឺប្រជាពលរដ្ឋខ្មែរជាពិសេសគឺយុវជនពេញកម្លាំងមែនទែនយកទៅសម្លាប់ជាង 50000 នាក់បន្ថែមទៀតហើយអាចលើកពីហ្នឹងដែលខ្ញុំបានស្ដាប់ចាស់គាត់និយាយគឺក្នុងសម័យនោះគឺលោកហ៊ុនសែនក្រោមអំណាចដែលយួនផ្ទេរអំណាចឲ្យលើកបន្តឲ្យដែលជំនាញលើកឡើងពីខាងដើមថាឲ្យផ្ទប់អំណាចឲ្យបន្តិចហ្នឹងណាបាទគឺគាត់យកធនធានមនុស្សរបស់ប្រជាពលរដ្ឋខ្មែរយកទៅសម្លាប់ចោលវាមិនខុសពីប្រហែលថ្ងៃមុនទេជំនាញដែលកម្ពុជាយើងធ្វើសង្គ្រាមជាមួយថៃដែលលោកហ៊ុនសែននឹងយកប្រជាពលរដ្ឋយកទាហានយើងទុកឲ្យស្លាប់ចោលនៅព្រំដែនជាមួយថៃអញ្ចឹងដែលមិនព្រមប្រើយន្តការច្បាប់យកអីទៅដោះស្រាយយើងបកមកវិញគឺថាហេតុអីបានលោកហ៊ុនសែនព្រមធ្វើតាមប្រជាយួនដោយសារតែអំណាចឬក៏ភាពលោភលន់នៃការចង់បានអំណាចគ្រប់គ្រងអំណាចគាត់សុខចិត្តដែលមិនគិតពីប្រយោជន៍ប្រទេសជាតិមិនគិតពីប្រយោជន៍ប្រជាពលរដ្ឋខ្មែរសុខចិត្តបំផ្លាញប្រជាពលរដ្ឋខ្មែរតាមរយៈបំផ្លាញធនធានមនុស្សមិនឲ្យមានការអប់រំចំណេះដឹងផ្សេងយើងមើលសប្តាហ៍ថ្ងៃនេះគ្រប់ក្រសួងគ្រប់កិច្ចការងាររដ្ឋស្ថាប័នធំគឺសិតតែកូនចៅគេអ្នកធំកូនចៅគេ
តាមស្ថាប័នដូចជារដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីអីជាដើមទៅហើយកុំនិយាយថាមកពីគេរៀនបានធំចុះកូនចៅប្រជាពលរដ្ឋធម្មតាហេតុអីកុំលើកឲ្យធ្វើការមិនឲ្យប្រឡងជាប់ពេញសិទ្ធតែទៅមិនចឹងអំពើពុករលួយក៏មានដែរយើងនិយាយអំពីអំពើពុករលួយនិយាយអំពីអីហ្នឹងវាជាជំងឺដ៏រ៉ាំរ៉ៃនៅប្រទេសកម្ពុជាចង់ជម្រាបជូនប្រិយមិត្តដែរថា podcast របស់យើងនឹងផ្សាយរៀងរាល់ថ្ងៃសុក្រចាប់ពីម៉ោង 7:30 នាទីដល់ម៉ោង 8:30 នាទីយប់ម៉ោងនៅប្រទេសកម្ពុជាពេលខ្លះអាច1ម៉ោងពេលខ្លះអាចលើស1ម៉ោងអញ្ចឹងទៅប៉ុន្តែយើងនឹងព្យាយាមរកវាគ្មិនដើម្បីនិយាយបញ្ហាអំពើពុករលួយយើងនឹងជជែកគ្នានៅ podcast ខាងមុខដើម្បីវែកញែកថាមូលហេតុអ្វីជាគ្រឹះនៃអំពើពុករលួយចាក់ស្រេះនៅក្នុងប្រទេសកម្ពុជាពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិងាកទៅកាន់ព្រឹត្តិការណ៍ថ្ងៃ7មករាវិញយើងឃើញថាបងបានលើកឡើងហើយថាមូលហេតុដែលគេដូរហេងសំរិនឲ្យទៅលោកហ៊ុនសែនគឺដោយសារលោកហ៊ុនសែនស្របតាមយួនឈ្លានពានបង្កើតព្រឹត្តិការណ៍ក5ខ្ញុំចាំបានថាចាស់នៅភូមិខ្ញុំគាត់ធ្លាប់និយាយថានៅពេលដែលយួនឈ្លានពានវាយបែកឆ្នាំ79យួនបានលុកលុយទៅកាន់ព្រះបរមរាជវាំងហើយដឹកមាសចេញពីព្រះបរមរាជវាំងចូលទៅកាន់ទឹកដីយួនមានន័យថាមាសដែលរក្សាទុកក្នុងរាជវាំងហ្នឹងគេដឹកចេញច្រើនណាស់ដើម្បីយកទៅស្តុកនៅស្រុកគេនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលចាស់គាត់ដឹងគាត់នៅទីក្រុងភ្នំពេញគាត់បានឃើញព្រឹត្តិការណ៍នឹងផ្ទាល់ភ្នែកហើយគាត់និយាយប្រាប់យើងជាកូនជាចៅឲ្យដឹងថាគេធ្វើបែបហ្នឹងយួនគេឈ្លានពានគឺគេប្រមូលយកទ្រព្យសម្បត្តិពីប្រទេសកម្ពុជាយកទៅស្រុកគេដើម្បីបំពេញនៅស្រុកគេឥឡូវយើងឆ្លៀតបន្តិចចុះសង្គ្រាមខ្មែរថៃរយៈពេលជាង20ថ្ងៃលើកទី2នេះយើងឃើញថាកម្ពុជាបានសន្តិភាពលើក្រដាស់បត់ឈប់បាញ់ប៉ុន្តែថៃបានដីកាលពីថ្ងៃទី3ខែមករាក្រសួងការបរទេសកម្ពុជាគេបានធ្វើកំណត់ទូតមួយដែលបង្ហាញថាកម្ពុជាបានបាត់បង់ដីចំនួន14តំបន់ទៅកាន់ប្រទេសថៃឈ្លានពានប៉ុន្តែបើតាមព័ត៌មានមិនមែនត្រឹមតែ14តំបន់ទេខ្ញុំឮសូរថាមានដល់ទៅ17តំបន់ដែលបាត់ប៉ុន្តែក្រសួងការបរទេសកម្ពុជានឹងបាននិយាយតែ14តំបន់ចំពោះបងថាតើប្រជាពលរដ្ឋលោកបាក់ទឹកចិត្តបែបណាលោកពេលដែលមានសង្គ្រាមឈ្លានពានកម្ពុជាស្រែកជ័យយោសន្តិភាពប៉ុន្តែពួកគាត់បាត់បង់ដីបាត់បង់ផ្ទះបាត់បង់មុខរបររកស៊ីបាត់បង់ស្រែចម្ការសួរថាបើបងក្នុងនាមជាពួកគាត់តើពេលនេះបងចង់ធ្វើអីបងត្រូវធ្វើបែបម៉េចបើបងជាពួកគាត់យើងត្រឡប់មកនេះវិញជំរាបគឺពិតជាសោកស្ដាយមែនទែនដែលរដ្ឋាភិបាល7មករារដ្ឋាភិបាលកម្ពុជារដ្ឋាភិបាល7មករាហ្នឹងគេបង្កើតព័ត៌មានបំភ្លៃព័ត៌មានដើម្បីឲ្យប្រជាពលរដ្ឋជឿលងជំនឿរបស់គាត់ដែលរក្សាអំណាចក្តាប់អំណាចដោយដែលយួនរៀបចំឲ្យណាគាត់មិនគិតគូរពីប្រជាពលរដ្ឋយើងមើលសំបីតែបូរណភាពទឹកដីរបស់យើងបាត់ប្រមាណកន្លែងគាត់រាយការណ៍មិនជាក់លាក់តាមពិតទៅរហូតដល់24តំបន់ហើយដែលប្រជាពលរដ្ឋបានរាយការណ៍ហើយប្រជាពលរដ្ឋយើងបានខុសនឹងផ្ញើព័ត៌មានមកខាងក្រៅនេះដែលបន្ទាប់ពី17តំបន់ដែលពួកយើងបានរកឃើញកាលពីប្រហែលថ្ងៃមុនណាជំរាបក្នុងនាមជាប្រជាពលរដ្ឋក្នុងនាមជាម្ចាស់ដីប្រសិនបើខ្ញុំជាម្ចាស់ដីហើយជាប្រជាពលរដ្ឋដែលរស់នៅតំបន់នោះគឺខ្ញុំពិតជាសោកស្ដាយហើយឈឺចាប់មែនទែនដែលផ្ទះខំប្រឹងរកលុយកសាងតាំងពីបាតដៃទទេទម្រាំបានកសាងផ្ទះមុខរបរដែលខំបង្កើតឡើងតាំងពីមិនមានអ្វីសោះរហូតដល់មានអាចគ្រប់គ្រងជីវភាពខ្លួនឯងបានហើយរដ្ឋាភិបាលមិនបានគិតគូរមិនបានយកចិត្តទុកដាក់សូម្បីតែការចរចាមួយដំណោះស្រាយមួយឲ្យប្រជាពលរដ្ឋរក្សាដីរក្សាផ្ទះមិនបានហើយមែនតើទៅគឺឲ្យទាហានថៃឲ្យជនជាតិថៃមកឈ្លានពាន
ឲ្យរំលោភបំពានលើប្រជាពលរដ្ឋឯងទៀតគឺយើងជឿចាប់ពិបាកនឹងនិយាយមែនទែនជំរាប បាទបងឥឡូវយើងឈប់និយាយពី7មករាការឈ្លានពានពីបរទេសយើងឃើញថានៅពេលដែលយួនឈ្លានពានចាប់ផ្ដើមលុកលុយប្រទេសកម្ពុជាខ្លាំងសម្ដេចព្រះនរោត្តមសីហនុដែលជាអតីតព្រះមហាក្សត្រនៃប្រទេសកម្ពុជាលោកបានអន្តរាគមន៍ទៅកាន់ប្រទេសបារាំងស្នើសុំឲ្យប្រទេសបារាំងរៀបចំសន្និសីទមួយសន្និសីទអន្តរជាតិទីក្រុងប៉ារីស្ដីពីកម្ពុជាហើយសន្និសីទនោះបានសម្រាប់ជាផ្លូវការឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស្ដីពីកម្ពុជាដែលពេលនោះតម្រូវឲ្យកងទ័ពបរទេសទាំងអស់ដកចេញពីប្រទេសកម្ពុជាបន្ទាប់មកទៀតរៀបចំការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ហើយការបោះឆ្នោតនេះគឺត្រូវតែមានការចូលរួមនិងសង្កេតការណ៍ពីអង្គការសហប្រជាជាតិដែលពេលនោះខ្មែរយើងគេហៅថាអ៊ុនតា UNTAC គឺជាគេហៅថាអាជ្ញាធរបណ្ដោះអាសន្នទទួលបន្ទុកកម្ពុជាដែលពេលនោះយើងឃើញថាការបោះឆ្នោតឆ្នាំ1993គណៈបករាជានិយមគឺគណៈបកហ៊ុនស៊ិនពេជ្រដែលពេលនោះផ្ដួចផ្ដើមដោយសម្ដេចព្រះនរោត្តមសីហនុក្នុងនោះក៏មានលោកសំរងស៊ីក៏មានសម្ដេចព្រះនរោត្តមសម្ដេចរណរិទ្ធក៏បានជាប់ឆ្នោតឈ្នះឆ្នោតហើយសម្ដេចរណរិទ្ធបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីពេលនោះហើយក៏បានចាប់ផ្ដើមបរិយាចក្រកម្ពុជាទី2ចាប់ពីពេលនោះមកយើងឃើញថាព្រឹត្តិការណ៍ពេលនោះគឺល្អមែនទែនសម្រាប់ប្រទេសកម្ពុជាប៉ុន្តែមូលហេតុមួយថាលោកហ៊ុនសែនបានឡាំប៉ាហើយគាត់បានទាមទារឲ្យខ្លួនឯងក្លាយជានាយករដ្ឋមន្ត្រីទី2សួរថាបើបងវិភាគទៅថាតើពេលនោះហេតុអ្វីបានជាអ៊ុនតាឬក៏គណៈបកកណ្ដាលអំណាចពេលនោះគឺគណៈបកហ៊ុនស៊ិនពេជ្រអនុញ្ញាតឲ្យហ៊ុនសែនឡាំប៉ាផ្ដេសផ្ដាស់ឲ្យតាំងខ្លួនជានាយករដ្ឋមន្ត្រីទី2ពេលនោះតាមបើខ្ញុំគិតគឺប្រហែលជាការនោះគឺមិនចង់ឲ្យខ្មែរមានសង្គ្រាមកើតឡើងជាលើកទី2បន្ទាប់ពីសម័យសង្គ្រាមប៉ុលពតនោះទេយើងមើលឃើញថាការនោះគឺទាហាននៅក្រោមការគ្រប់គ្រងរបស់ហ៊ុនសែនមួយផ្នែកក្រោមការគ្រប់គ្រងរបស់សម្ដេចរណរិទ្ធមួយផ្នែកអញ្ចឹងហើយគឺទាំងសងខាងនៅមានទាហាននៅឡើយទេសូម្បីតែលោកហ៊ុនសែនដែលចោទលោកសំរងស៊ីបង្កប់គ្រាប់បែកទៅការពីទៅសៀមរាបហ្នឹងចង្រៀមគឺគាត់ឲ្យកូនចៅគាត់រៀបចំគ្រាប់បែកដែលមានលោកហ៊ីមហៀងមានលោកអីគេពិសិដ្ឋនោះជាអ្នករៀបចំក៏ដោយក៏សតតែកូនចៅគាត់ជាទាហានជាអង្គរៈរបស់គាត់ចឹងទៅអញ្ចឹងហើយគឺទៅឲ្យសម្ដេចរណរិទ្ធសម្ដេចក្រមព្រះអីហ្នឹងគឺរៀបចំមិនចង់ឲ្យខ្មែរយើងមានសង្គ្រាមនិងកាប់សម្លាប់គ្នាម្ដងទៀតដែលជាសង្គ្រាមខ្មែរនិងខ្មែរបាទឥឡូវយើងឃើញថាអ្វីគ្រប់យ៉ាងប្រទេសកម្ពុជាមាននៅពេលនេះហើយជាពិសេសការបោះឆ្នោតមួយដ៏ល្អត្រឹមត្រូវហើយការបណ្ដេញបរទេសចេញហ្នឹងគឺដោយសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឆ្នាំ1991ថ្ងៃ23ខែតុលាបើយើងគិតមើលរវាងថ្ងៃ7មករាឆ្នាំ79ហើយនិងថ្ងៃ23តុលាឆ្នាំ91ក្នុងនាមបងជាយុវជនថាតើមួយណាមានតម្លៃជាងហើយមួយណាមានតម្លៃពិតប្រាកដបងសង្ខេបរួមជាសំណួរចុងក្រោយថាតើមួយណាមានតម្លៃជាងហើយមួយណាមានតម្លៃពិតប្រាកដសម្រាប់ប្រជាជាតិខ្មែរបាទចុងទៀតជាការពិតណាគឺធម្មតាទេគឺការរៀបចំនិងការចាត់ចែងតាមការគ្រប់គ្រងតាមច្បាប់បែបប្រជាធិបតេយ្យវាមានតម្លៃនិងមានការគួរឲ្យប្រជាពលរដ្ឋត្រេកត្រអាលចង់បានមែនទែនដូចជាច្បាប់23តុលាឆ្នាំ1991អញ្ចឹងដែលរៀបចំដោយសន្ធិសញ្ញាទីក្រុងប៉ារីសដែលជាអាណាព្យាបាលរបស់កម្ពុជាយើងហើយបានព្រៀងច្បាប់នៃរដ្ឋធម្មនុញ្ញរបស់យើងគោរពតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក
មែនតែនទៅរដ្ឋាភិបាលតកូលហ៊ុនដែលដឹកនាំសពថ្ងៃនេះគឺដោយសារតែយកលេសសេរីពហុបកសពថ្ងៃទើបគ្រប់គ្រងអំណាចហើយព្យាយាមមិនប្រើយន្តការច្បាប់ប្តឹងទៅម្ចាស់ហត្ថលេខីឲ្យជួយដោះស្រាយរឿងបញ្ហាព្រំដែននេះទេគេថាគេសេរីពហុបកគេអាចដោះស្រាយបានតែតាមពិតទៅសេរីពហុបករបស់គេនេះគឺជាការរៀបចំហើយគឺជាគណៈបព្វជិជនតែមួយដែលរៀបចំដឹកនាំនឹងតាមបែបគ្រួសាររបស់គេទេដែលធ្វើដែលការងារធ្វើបែបនេះរដ្ឋបាលបែបនេះគឺជាការដឹកនាំបែបបំផ្លាញជាតិឯងបំផ្លាញប្រជាពលរដ្ឋខ្មែរបំផ្លាញប្រទេសខ្មែរយើងមើលឃើញថាទោះបីជាយ៉ាងណាក៏ដោយ7 មករាដឹកនាំការរៀបចំ7 មករានេះគឺចូលមកដឹកនាំធ្វើឲ្យប្រទេសខ្មែរយើងការគ្រប់គ្រងអំណាចបែបគ្រួសារហើយមិនមានលទ្ធិប្រជាធិបតេយ្យនោះទេជាពិសេសទៅទៀតនោះគឺការបន្តអំណាចរវាងឪទៅកូនរវាងបពុខ្លួនដែលមិនឲ្យអ្នកប្រជាធិបតេយ្យឬក៏ប្រជាពលរដ្ឋរូបណាមានសិទ្ធិពេញលេញចូលឈ្មោះដើម្បីអភិវឌ្ឍប្រទេសជាតិនិងឲ្យប្រជាពលរដ្ឋគោរពច្បាប់និងអនុវត្តច្បាប់តាមត្រឹមត្រូវទេដោយជំនាញលើកឡើងពីខាងដើមដែលធ្វើឲ្យប្រទេសកម្ពុជាយើង មានអំពើពុករលួយហើយពាក់ព័ន្ធអំពើពុករលួយយើងនឹងជជែកគ្នានៅពេលក្រោយដោយសារតែភាពក្រាញអំណាចនេះហើយដែលកើតឡើងពី7 មករាគឺធ្វើឲ្យ7 មករាលុបបំបាត់$23ឆ្នាំ1991ដែលកើតឡើងនៅប្រទេសកម្ពុជាយើងដែលធ្វើឲ្យប្រជាពលរដ្ឋយើងមិនដែលបានស្គាល់សិទ្ធិសេរីភាពពេញលេញនិងប្រជាធិបតេយ្យនោះទេជំនាញយើងនិយាយដល់ត្រង់ចំណុចនេះសួរថាហេតុអ្វីបានប្រជាពលរដ្ឋយើងមិនស្គាល់មិនទទួលបានលទ្ធិប្រជាធិបតេយ្យមិនបានសិទ្ធិសេរីភាពពេញលេញយើងមើលសូម្បីតែប្រជាពលរដ្ឋយើងយុវជនយើងដែលបញ្ចេញសិទ្ធិបញ្ចេញមតិផ្សេងពាក់ព័ន្ធរឿងសង្គមជាតិដែលជាសិទ្ធិផ្ទាល់ខ្លួនចែងនៅក្នុងរដ្ឋធម្មនុញ្ញក៏ត្រូវបានរដ្ឋាភិបាលក្រុងភ្នំពេញនេះចាប់ពួកគាត់ទៅដាក់ពន្ធនាគារយុវជនការពារសង្គមការពារធនធានធម្មជាតិដូចជាយុវជនមេដាធម្មជាតិអីហ្នឹងពួកគាត់ការពារធនធានធម្មជាតិធនធានកម្រដែលគាត់និយាយឈឺឆ្អាលពីសង្គមស្នើសុំឲ្យរដ្ឋាភិបាលជួយការពារនិងថែរក្សាផ្សេងហ្នឹងក៏ត្រូវបានរដ្ឋាភិបាលក្រុងភ្នំពេញនេះចាប់ពួកគាត់ដាក់ពន្ធនាគារយ៉ាងគគ្លើនដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងបាត់បង់សេរីភាពបាត់បង់អធិបតេយ្យភាពដែលធ្វើឲ្យបរទេសមានចិត្តក្រាញចង់បានដែលអធិបតេយ្យភាពរបស់យើងឃើញប្រទេសថៃដោយសារតែកម្ពុជាយើងមិនមានឯកភាពជាតិនេះហើយទើបធ្វើឲ្យប្រទេសថៃបរទេសជិតខាងហ្នឹងគឺគេឆ្លៀនពៀនដណ្ដើមយកដែនអធិបតេយ្យភាពយើងដេញសម្លាប់ជាពលរដ្ឋយើងហើយមេដឹកនាំដែលខ្លាញ់អំណាចនេះគេមិនខ្វល់ពីទុកតរៈមិនខ្វល់ពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនិងនីតិហ៊ានដែលការពារគេនោះទេគេទុកប្រជាពលរដ្ឋទុកទាហានដែលការពារបូរណភាពទឹកដីហ្នឹងគឺទុកជាខែលសម្រាប់ការពារអំណាចគេទៅវិញជាក់ស្ដែងដូចជាយើងនៅតែលើកមកបញ្ហាដដែលជំនាញគឺបញ្ហាសង្គ្រាមជាមួយនឹងប្រទេសថៃបើសិនបើលោកហ៊ុនសែនប្រើយន្តការច្បាប់សន្ធិសញ្ញាទីក្រុងប៉ារីស$23ប្តឹងទៅតុលាការអន្តរជាតិ ICJ និង ICC ពីបទល្មើសដែលប្រទេសថៃឆ្លៀនពៀនខ្មែរទន្ទ្រានដែនអធិបតេយ្យភាពខ្មែរសម្រាប់ប្រជាពលរដ្ឋខ្មែរនោះកម្ពុជាមិនមានចំនួនមិនមានសង្គ្រាមកើតឡើងដាច់ខាតប៉ុន្តែហេតុអ្វីបានយើងមានប្រជាពលរដ្ឋមានយុវជនខ្មែរយើងជាច្រើនដែលមានចម្ងល់ថាហេតុអ្វីបានរដ្ឋាភិបាលក្រុងភ្នំពេញមិនប្តឹងសូម្បីតែសប្តាហ៍ថ្ងៃនេះក៏នៅតែមានបញ្ហានឹងចម្ងល់នឹងលើកឡើងដែរដោយសារតែរដ្ឋាភិបាលក្រុងភ្នំពេញនេះដឹកនាំដោយលោកហ៊ុនសែនហើយបន្តអំណាចដល់លោកហ៊ុនម៉ាណែតដែលលោកហ៊ុនម៉ាណែតមិនមានអំណាចអ្វីមិនមានគំនិតអ្វីដឹកនាំប្រទេសតតែសោះនោះគឺជាជនល្មើសច្បាប់ជនបំពានច្បាប់ទើបដែលពួកគាត់ខ្លាចច្បាប់យើងត្រូវត្រង់ចំណុចនេះសំខាន់មែនទែនជំនាញជនបំពានច្បាប់ជនល្មើសច្បាប់គឺមិនដែលគោរពច្បាប់ហើយខ្លាចច្បាប់មែនទែននៅពេលដែលពាក់ព័ន្ធនឹងច្បាប់ត្រឹមត្រូវមួយស្នើច្បាប់ត្រឹមត្រូវមួយឲ្យចោះជួយចោះការពារ
ជាប្រវត្តិខ្លួននិងចុះការពីដែនអធិបតេយ្យខ្លួនគឺជននោះខ្លាចប៉ះពាល់ដល់អំណាចរបស់ខ្លួនហេតុដូច្នេះហើយពួកគេមិនប្តឹងទេមិនស្នើឲ្យអន្តរជាតិជួយអន្តរាគមន៍ទេគេសុខចិត្តចរចាទ្វេភាគីធ្វើយ៉ាងណាក៏ដោយដើម្បីរក្សាអំណាចរបស់គេហើយសុខចិត្តកាត់ដីខ្មែរដែលថៃឆ្លៀនពៀនទន្ទ្រានបានកន្លែងណាកាត់ឲ្យកន្លែងនោះទៅដោយកិច្ចព្រមព្រៀងគេដែលចុះមកមាត្រាទី3ជំនាញបាទបងមានថៃឈរជើងនៅកន្លែងណាគឺនៅកន្លែងនោះអញ្ចឹងបានន័យថាគេវាយបានកន្លែងណាគេនៅកន្លែងនោះមិនមែនព្រំដែននៅកន្លែងណានៅកន្លែងហ្នឹងទេទី2ទី3ហ្នឹងគឺទាហាននៅកន្លែងណាគឺឈរជើងកន្លែងហ្នឹងអញ្ចឹងពេលដែលវាយបានកន្លែងណាគ្របគេដល់កន្លែងណាគឺគេពាត់យកកន្លែងហ្នឹងយើងមើលឃើញបាឡាលួសដែលថៃពាត់យកចូលដីខ្មែរហ្នឹងដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងបាត់បង់ដីជាច្រើនបាត់បង់មុខរបរជាច្រើនសួរថាតើពួកគាត់ទៅនៅកន្លែងណាពួកគាត់ធ្វើអ្វីបន្តទៀតជីវភាពពួកគាត់ទៅជាយ៉ាងណាសំណួរនេះសួរទៅប្រជាពលរដ្ឋផ្ទាល់ដែលជួបលំបាកតើគួរតែបន្តរងទុក្ខលំបាកបែបនេះឬក៏ទៅស្នើសុំដល់នាយករដ្ឋមន្ត្រីឬក៏ឪនាយករដ្ឋមន្ត្រីឲ្យជួយដោះស្រាយចឹងឯងជំនាញហ្នឹងហើយបងនៅពេលដែលប្រជាពលរដ្ឋមានបញ្ហាគេមិនបានឲ្យអាជ្ញាធរដោះស្រាយតាមផ្លូវច្បាប់ទេប្រជាពលរដ្ឋតែងតែទៅស្នើសុំពីឪនាយករដ្ឋមន្ត្រីម្ដាយនាយករដ្ឋមន្ត្រីឬក៏នាយករដ្ឋមន្ត្រីនឹងឲ្យដោះស្រាយទៅវិញជាជាងប្រើផ្លូវច្បាប់ដោយសារប្រជាពលរដ្ឋអស់ជំនឿលើផ្លូវច្បាប់ដូច្នេះបងយើងសង្ខេបជាខ្លីថាតាមយោបល់របស់បងជាយុវជនគឺសន្ធិសញ្ញាទីក្រុងប៉ារីសថ្ងៃ23ដុល្លារគឺមានតម្លៃជាសកលហើយមានតម្លៃធំធេងសម្រាប់ប្រជាជាតិខ្មែរជាជាងថ្ងៃ7មករាឆ្នាំ1979ដោយសារពេលវេលាយើងខ្លីយើងសូមបញ្ចប់កិច្ចពិភាក្សា podcast របស់យើងត្រឹមប៉ុណ្នេះហើយទស្សនិកជនដែលកំពុងតាមដាន podcast របស់យើងនេះគឺជាការផ្សាយពិសេសលើកទី1ជាការផ្សាយសាកល្បងចង់ដឹងថាតើ podcast របស់យើងដំណើរការទៅរលូនបែបណាហើយមានផលវិជ្ជមានអវិជ្ជមានបែបណាសូមឲ្យបងប្អូនជាអ្នកទស្សនាជួយឲ្យយោបល់មកកាន់យើងខ្ញុំដើម្បីយើងខ្ញុំកែលម្អទៅថ្ងៃក្រោយហើយ podcast របស់យើងនឹងផ្សាយនៅរៀងរាល់ថ្ងៃសុក្រវេលាម៉ោង 7:30 នាទីល្ងាចម៉ោងប្រទេសកម្ពុជាហើយយើងនឹងផ្សាយនៅលើទំព័ររបស់យើងគឺទំព័រ Facebook podcast ខ្វិតផ្អែមដូច្នេះជាចុងក្រោយសូមអរគុណបងលីហេងដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមpodcast របស់យើងថ្ងៃនេះហើយយើងនឹងជួបជជែកគ្នានៅសប្តាហ៍ក្រោយថ្ងៃសុក្រអំពីថាមូលហេតុអ្វីដែលជាការចាក់ស្រេះនៃអំពើពុករលួយជាប្រព័ន្ធនៅក្នុងប្រទេសកម្ពុជាដូច្នេះបាទសូមអរគុណសូមជម្រាបលាបងបាទជំរាបលាជំរាប